បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនដែលតែងតែចូលចិត្តនិងតាមដានទស្សនានៅកីឡាបាល់ទាត់ក៏ដូចជា All Fan Club របស់ Admin កុងទាំងអស់ហើយថ្ងៃនេះវិលមកជួបជាមួយនឹង Admin កុងដែរសម្រាប់វីដេអូតម្រុយបាល់2គូដែលនឹងចែកជូនបងប្អូននៅក្នុងคลิปវីដេអូមួយនេះហើយសម្រាប់តម្រុយបាល់2គូនៅថ្ងៃនេះ Admin ជ្រើសរើសគូទី1នៅក្នុង Premier League នៅក្នុងការប្រកួតនាយប់ថ្ងៃច័ន្ទនេះគឺរវាងឆ្មាខ្មៅ Sunderland និងជួបជាមួយនឹងក្រុមស្កក្រប់ Everton សម្រាប់ក្រុមទាំងពីរក្រុមភ្ញៀវគឺជាអ្នកវិនិយោគណារៀងមកចម្លែកបន្តិចមិនដឹងមិនទេហើយដោយសារមិនបាន Admin ថាចម្លែកដោយសារ Sunderland បច្ចុប្បន្នល្អណាយើងនិយាយឃើញទៅបច្ចុប្បន្ននេះរៀងទី4នៅក្នុងតារាង Premier League ហើយចំណែកឯក្រុម Everton វិញសិននៅលេខរៀងទី14តែឆ្ងល់ដល់ថាលេខ14តលេខ4គឺដោយសារបទពិសោធន៍ក្នុងការលេងនៅ Premier League របស់ Everton ច្រើនជាងឬក៏យ៉ាងណាដូច្នេះហើយសម្រាប់ការប្រកួតនេះ Admin សម្លឹងឃើញថាមើលទៅម្ចាស់ផ្ទះដូចល្អជាងណាដោយសារ Sunderland ដូច Admin បាននិយាយយ៉ាងការប្រកួតតែ9ប្រកួតចូលនៅលេខរៀងទី4មិនធម្មតាទេហើយការទិញដូរកីឡាករនៅរដូវកាលនេះ Sunderland ក៏ធ្វើបានល្អដែរដូច្នេះសម្រាប់គូនេះ Admin អត់ចង់ VP អីច្រើនទេការចង់ណែនាំបងប្អូនណាគ្រប់តើក្រុមចាស់ផ្ទះទៅណាយើងយកក្រុមចាស់ផ្ទះយើងទទួលទានសុទ្ធទាំងអស់គ្នាចំណែកឯគូទី2នៅ Calcio Serie A អ៊ីតាលីរវាង Lazio និងបើកកីឡាដ្ឋាន Olympic Stadium ស្វាគមន៍ក្រុមភៀវគឺក្រុម FC Cagliari សម្រាប់ក្រុមទាំងពីរមើលតាមលទ្ធផល Lazio នៅរយកាលបច្ចុប្បន្ននេះរៀងរោករាបន្តិចណាបច្ចុប្បន្ន Lazio ស្ថិតនៅចំណុចពាក់កណ្ដាលនៃតារាង Calcio Serie A អ៊ីតាលីចំណែកឯក្រុម Cagliari ហ្នឹងក៏មិនល្អដូចគ្នាដែរស្ថិតនៅលេខរៀងទី14នៅក្នុងតារាង Calcio Serie A អ៊ីតាលីហើយសម្រាប់ទម្រង់លេងបច្ចុប្បន្នបងLazio គឺខ្មោចចេញខ្មោចចូលម្ដងល្អម្ដងមិនល្អมันខុសពី Fiorentina ទេដែលបច្ចុប្បន្នពងសិននៅក្នុងបាតតារាងហើយដូច្នេះយប់នេះលេងក្នុងផ្ទះប៉ុន្មានតែក៏រៀងពិបាកបន្តិចដែរអញ្ចឹងហើយសម្រាប់គ្រាប់វិនិយោគមួយគ្រាប់ហ្នឹង Admin គិតថារៀងខ្ពស់ហើយដូច្នេះគូនេះ Admin សូមធ្វើការ recommend ឲ្យបងប្អូនរងទៅក្រុម Lazio បានណាគូនេះ Admin គិតថា Lazio มันអាចដាច់ទេយ៉ាងច្រើនក្រុមភៀវចាញ់តែមួយគ្រាប់ឯងអញ្ចឹងក្រុមនេះរងទៅក្រុមភៀវបានណានេះគាត់ជា100បាល់2គូចុះសម្រាប់បងប្អូនយល់ឃើញដូច Admin អត់2គូដែល Admin ឲ្យរងទាំង2គូឬមិនយល់ស្របតង់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្នុងវីដេអូនេះជាមួយ Admin បានទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលចង់បាននៅតម្រុយបាល់ផ្សេងៗជារៀងរាល់ថ្ងៃក៏ដូចជាតាមដាននៅព័ត៌មានកីឡាបាល់ទាត់ជាមួយនឹងក្រុម AKFC Sportive បងប្អូនក៏អាចធ្វើការ join link នៅក្នុង profile របស់ Admin ទាំងអស់គ្នាហើយសម្រាប់វីដេអូមួយនេះក៏មានតែប៉ុណ្ណេះដែរសូមបងប្អូនកុំភ្លេចជួយចុច like ចុច share follow Admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយបាយ